ប្រទេសចំនួន7ដែលមានយោធាខ្សោយជាងគេបំផុតនៅក្នុងតំបន់អាស៊ីជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងមហាអំណាចយោធាដូចជាចិនឥណ្ឌានិងជប៉ុនប៉ុន្តែទ្វីបនេះក៏ជាផ្ទះរបស់ប្រទេសដែលមានកងកម្លាំងប្រដាប់អាវុធខ្សោយបំផុតមួយចំនួននៅក្នុងពិភពលោកផងដែរកងកម្លាំងមនុស្សមានកម្រិតថវិកាតិចតួចនិងឧបករណ៍សម័យនិងទម្រង់ការពារនៃប្រទេសអាស៊ីមួយចំនួនដែលពួកគេផ្ដោតសំខាន់លើការល្បាតតាមព្រំដែនជំនួយសង្គ្រោះគ្រោះមហន្តរាយនិងសន្តិសុខផ្ទៃក្នុងជាបន្តទៅនេះសូមលើកយកនៅប្រទេសអាស៊ីចំនួន7ដែលកំណត់ស្នាក់ថាជាប្រទេសដែលមានយោធាខ្សោយបំផុតនៅក្នុងពិភពលោកចង់នឹងថាតើជាប្រទេសណាខ្លះសូមជួយតាមទាំងអស់គ្នាទី1ប្រទេសប៊ូតានប្រទេសប៊ូតានជាប់ចំណាត់ទី145នៅទូទាំងពិភពលោកដែលធ្វើឲ្យវាក្លាយជាយោធាប្រទេសដែលមានយោធាខ្សោយបំផុតនៅអាស៊ីប្រទេសនេះរក្សាបាននូវកងកម្លាំងសម្ព័ន្ធតូចមួយជាមួយនឹងឧបករណ៍មានកម្រិតនិងថវិកាការពារជាតិតិចតួចការផ្ដោតការយកចិត្តទុកដាក់ខាងយោធារបស់ប៊ូតានគឺចាប់ចម្បងទៅលើសន្តិសុខផ្ទៃក្នុងនិងការឆ្លើយតបព្រមមហន្តរាយដោយមិនមានសមត្ថភាពវាយប្រហារខ្លាំងនោះទេទី2ប្រទេសតាជីគីស្ថានយោធារបស់តាជីគីស្ថានជាប់ចំណាត់ថ្នាក់ទី108នៅទូទាំងជាមួយនឹងកងកម្លាំងប្រដាប់អាវុធប្រមាណ 9,500 នាក់ប្រទេសនេះមានរបៀបដែកនិងយន្តហោះមានកម្រិតថវិកាការពារជាតិរបស់តាជីគីស្ថានគឺតិចតួចហើយយោធារបស់ខ្លួនដុតជាចំពោះនៅសន្តិសុខព្រំដែននិងរក្សាស្ថិរភាពផ្ទៃក្នុងទី3ប្រទេសណេប៉ាល់យោធាប្រទេសណេប៉ាល់ជាប់ចំណាត់ថ្នាក់ទី104នៅទូទាំងពិភពលោកកងទ័ពណេប៉ាល់គឺជាកម្លាំងស្ម័គ្រចិត្តតូចមួយដែលមានឧបករណ៍មានកំណត់ប្រទេសនេះរក្សាបាននូវថវិកាការពារជាតិតិចតួចហើយយោធារបស់ខ្លួនបានចូលរួមជាចម្បងនៅក្នុងសន្តិសុខផ្ទៃក្នុងនិងបេសកកម្មសន្តិភាពនៅបរទេសផងដែរទី4ប្រទេសឡាវជាប់ចំណាត់ថ្នាក់ទី118នៅទូទាំងពិភពលោកក្នុងកងកម្លាំងយោធាដែលមានកម្លាំងទាហានសកម្មចំនួន 10,000 នាក់ប្រទេសនេះរក្សាបាននូវកងកម្លាំងយោធាតូចមួយជាមួយនឹងឧបករណ៍មានកម្រិតនិងថវិកាការពារជាតិតិចតួចយោធាប្រទេសឡាវផ្ដោតជាចម្បងលើសន្តិសុខផ្ទៃក្នុងនិងការល្បាតតាមព្រំដែនទី5ប្រទេសកម្ពុជាយោធាកម្ពុជាជាប់ចំណាត់ថ្នាក់ទី94នៅទូទាំងពិភពលោកប្រទេសនេះរក្សាបាននូវកងកម្លាំងយោធាកម្រិតមធ្យមដោយមានឧបករណ៍ចម្រុះចាស់ថវិកាការពារជាតិរបស់កម្ពុជាមានកម្រិតតិចតួចហើយយោធារបស់ខ្លួនដុតចម្បងលើសន្តិសុខផ្ទៃក្នុងនិងការការពារព្រំដែនទី6ប្រទេសមីយ៉ាន់ម៉ាយោធាមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី38នៅទូទាំងពិភពលោកទោះបីជាមានកងកម្លាំងយោធាធំជាងគេក៏ដោយប្រទេសនេះប្រឈមមុខនឹងបញ្ហាជម្លោះផ្ទៃក្នុងនិងឧបករណ៍សម័យថវិកាការពារជាតិរបស់មីយ៉ាន់ម៉ាមានកម្រិតតិចតួចហើយយោធារបស់ខ្លួនជាចម្បងក្នុងប្រតិបត្តិការសន្តិសុខផ្ទៃក្នុងទី7ប្រទេសម៉ុងហ្គោលជាប់ចំណាត់ថ្នាក់ទី47នៅលើពិភពលោកខាងយោធាប្រទេសនេះរក្សាបាននូវកម្លាំងយោធាស្ម័គ្រចិត្តតូចមួយជាមួយនឹងឧបករណ៍មានកម្រិតថវិកាការពារជាតិរបស់ម៉ុងហ្គោលគឺតិចតួចហើយយោធារបស់ខ្លួនដោតជាចម្បងលើសន្តិសុខព្រំដែននិងបេសកកម្មរក្សាសន្តិភាពផងដែរ